បងប្អូនធ្លាប់គិតទេថាបើយើងមានផ្ទះនៅសហរដ្ឋអាមេរិកដែលអាចរកចំណូលបានរាប់ម៉ឺនដុល្លារក្នុងមួយខែហើយពេលខ្លះយើងក៏អាចមកស្នាក់នៅជាមួយក្រុមគ្រួសារឬមកលំហែកាយបានផងដែរដូច្នេះថ្ងៃនេះនាងខ្ញុំនឹងបង្ហាញឲ្យបងប្អូនបានឃើញឱកាសវិនិយោគមួយដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់នៅសហរដ្ឋអាមេរិកអចលនទ្រព្យនេះគឺជាផ្ទះ luxury មួយដែលមានរហូតទៅដល់12បន្ទប់គេងនិង13បន្ទប់ទឹកនៅក្នុងផ្ទះនោះក៏មាន movie theater game room បន្ទប់សម្រាប់ក្រុមគ្រួសារជួបជុំផ្ទះនេះជួលជាប្រភេទ vacation rental ហើយតម្លៃដាក់លក់ប្រហែល$5 លានជាងផ្ទះនេះវាមិនមែនត្រឹមតែជាផ្ទះសម្រាប់រស់នៅនោះទេវាគឺជា access ដែលអាចបង្កើតលុយឲ្យអ្នកបានជារៀងរាល់ខែអ្វីដែលសំខាន់ផ្ទះនេះក៏កំពុងតែរកចំណូលបានក្នុងមួយសប្តាហ៍អាចរកបាន$5,000 ទៅ$9,000ក្នុងមួយខែអាចរកបានប្រហែល$30,000 ទៅ$40,000អាស្រ័យលើ low season and high season នេះមានន័យថាអ្នកមិនត្រឹមតែទិញផ្ទះទេតែអ្នកកំពុងតែបង្កើត cash flow ហេតុផលដែលនាងខ្ញុំយក property នេះមកបង្ហាញគឺព្រោះមានបងប្អូនជាច្រើនគាត់មានទុនចង់វិនិយោគប៉ុន្តែមិនដឹងចាប់ផ្ដើមពីណានាងខ្ញុំចង់បង្ហាញថានៅសហរដ្ឋអាមេរិកមិនមែនត្រឹមតែជាកន្លែងរស់នៅនោះទេតែជាទីផ្សារដ៏ធំសម្រាប់ការវិនិយោគសម្រាប់បងប្អូនដែលចាប់អារម្មណ៍មានពីរផ្លូវសំខាន់មួយ EB5 Investment Program សម្រាប់អ្នកដែលចង់វិនិយោគនិងមានគោលបំណងរស់នៅសហរដ្ឋអាមេរិកអាចនាំក្រុមគ្រួសារមករស់នៅហើយអាចកូនរបស់លោកអ្នកអាចរៀនសាលារដ្ឋPublic School មានអាចបងប្អូនអាចកាន់ Green Card ប៉ុន្តែបងប្អូនត្រូវពិគ្រោះយោបល់ជាមួយអ្នកជំនាញផ្នែកច្បាប់B1 និង B2 Visa Tourist Business Visa សម្រាប់អ្នកចង់មកមើល property មកគ្រប់គ្រងវិនិយោគនិងទិញជួលអចលនទ្រព្យប៉ុន្តែមិនមែនសម្រាប់រស់នៅជាអចិន្ត្រៃយ៍នោះទេនាងខ្ញុំកំពុងតែធ្វើការជាមួយនឹង project ល្អៗ developer ដែលមានបទពិសោធន៍និងផ្ដល់ជម្រើសវិនិយោគជាច្រើនជូនបងប្អូនមិនថាបងប្អូនចង់មករកចំណូលឬក៏ចង់មករកផ្លូវសម្រាប់ការរស់នៅសហរដ្ឋអាមេរិកនាងខ្ញុំអាចជួយណែនាំបងប្អូនបាន